កាលពី65លានឆ្នាំមុននៅពេលដែលសត្វល្មូនយក្ស Dinosaur កំពុងតែធ្វើជាម្ចាស់ដាច់មុខនៃផែនដីនេះពួកគេប្រហែលជាមិនធ្លាប់នឹកគិតដល់ទេថាអ្វីដែលនឹងចូលមកបញ្ចប់ជីវិតពួកគេគឺជាអាចផ្កាយដែលមានទំហំ10គីឡូម៉ែត្រដែលខ្ពស់ជាងភ្នំអេវរ៉េសវាបានហោះចូលមកបុកទង្គិចនៃផ្ទៃផែនដីត្រង់ប្រទេសមិចស៊ីកូសប្តាហ៍ថ្ងៃអានុភាពដែលកើតចេញពីការបំបុកដ៏ខ្លាំងក្លាក្រៃលែងនេះបង្កើតបានជាអន្លង់យក្សដ៏ធំអស្ចារ្យដែលមានប្រវែងប្រមាណ200គីឡូម៉ែត្រនិងត្រូវបានគេប្រសិទ្ធនាមថាអន្លង់ឈីស៊ូលុកត្រង់ចំណុចនេះគ្រប់គ្នាប្រហែលជាតែងគិតថាសត្វ Dinosaur ទាំងអម្បានប្រកាសជាងាប់ផុតពូជនៅពេលនោះតែម្ដងតែជាក់ស្ដែងពពួក Dinosaur ទាំងនោះក៏មិនត្រូវបានវិនិច្ឆ័យផុតពូជភ្លាមនោះដែរដោយក្រោយពីការបុកទង្គិចបានធ្វើឲ្យមានការញ័ររំជួយបំផ្ទុះភ្នំភ្លើងនិងរលកយក្សស៊ូណាមីដែលមានកម្ពស់ដល់ទៅ100ម៉ែត្របន្ទាប់ទៅបំណែកនានាក្រោយការបុកទង្គិចនេះបានប៉ាំងខ្ចាត់ខ្ចាយចេញឆ្ងាយក្រៅបរិយាកាសផែនដីហើយក៏ត្រូវបានទំនាញផែនដីស្រុបទាញត្រឡប់មកវិញបង្កើតបានទៅជាវិនាសកម្មម្ដងទៀតដោយបំណែកទាំងនោះបានក្លាយជាដុំភ្លើងតូចធំធ្លាក់ស្រោចមកជាបន្តបន្ទាប់ដោយដំណក់ទឹកភ្លៀងទោះបីយ៉ាងណាសុបិនដ៏អាក្រក់នេះក៏មិនត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងអ្វីដែលកាន់តែអាក្រក់កំពុងតែចូលមកដល់នោះគឺផ្សែងពុលនិងធូលីបានគ្របដណ្ដប់មកលើបរិយាកាសផែនដីដល់ទៅជាមួយឆ្នាំធ្វើឲ្យពន្លឺមិនអាចចាំងជះចូលមកបានរុក្ខជាតិបៃតងក៏ស្រពោនគ្រីមស្វិតអស់សីតុណ្ហភាពក៏ចុះត្រជាក់ខ្លាំងរាប់សិបឆ្នាំធ្វើឲ្យទឹកសមុទ្រក៏ជាទឹកកកដោយផ្នែក Dinosaur ស៊ីរុក្ខជាតិនិងស៊ីសាច់ជាអាហារក៏ងាប់ផុតពូជជាបន្តបន្ទាប់ស្ទើរគ្មានសល់វាក៏ប្រហែលជាមាននៅសេសសល់តិចតួចប៉ុណ្ណោះនៅសត្វតូចដិតឲ្យដែលបន្តរស់រាននិងបានវិវត្តន៍คล้ายជាបក្សីនាពេលបច្ចុប្បន្ន